ទាំងអស់គ្នាអីស្លតាពាំងយើងចាំបាច់បំផុតគឺស្លបងកអញ្ចឹងដាក់ស្លទៅប៉ាន់នេះចូលហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងពាំងបងតែម្ដងមួយក្នុងនឹងតែម្ដងតែទាំងអស់គ្នាដាក់តាពាំងចូលហើយមួយនឹងឲ្យទឹកពុះទៅជាមួយនឹងអង្គយើងហ្នឹងឲ្យរីកល្អតែចំពោះតាពាំងយើងដាក់មួយបាត់នេះតែវាអត់មានជាតិខានៅទាំងអស់គ្នានេះគ្រឿងស្លតាពាំងយើងមានដូចជាគល់ស្ត្រីកំដេងទឹកក្រូចគល់ខ្ទឹមសជាមួយនឹងម្ទេសអញ្ចឹងខ្ញុំដាក់ចូលក្លុកតែម្ដងខ្ញុំបាត់បុកទេថ្ងៃនេះភាសារឿងប្រញាប់ដែរតែខ្ញុំដាក់ក្លុកតែម្ដងនេះឲ្យមកចូលគ្នាទៅជាមួយនឹងអំបិលតិចខ្ញុំដាក់ជាមួយនឹងរ៉ូឌីបន្តិចដែរចេញអ្នកនរគ្នាដាក់ក៏បានអត់បានមិនចេញខ្ញុំប្រើបន្តិចទេតែមកស្ករសអញ្ចឹងឲ្យអស់ឲ្យគ្រឿងយើងទៅប៉ុណ្្នឹងទេហើយក្លុកទៅអ្នកទាំងអស់គ្នាក្រោយពីការក្លុកហើយយើងនឹងបងចូលច្រឡំនេះទៅប៉ុណ្្នឹងក្រោយពីការមកងាស់ជាមួយនឹងគៀងយើងរួចហើយទឹកយើងក៏បានពុះដែរអញ្ចឹងក៏បងបោកចូលតែម្ដងប្រហុកអ្នកទាំងអស់គ្នាចង់ដាក់បានអត់បានតែប៉ុន្តែសម្រាប់ប្រហុកនេះគឺជាការចាំបាច់មែនតើឲ្យវាឆ្ងាញ់ណាស្លតាពាំងបើអត់ប្រហុកអត់ឆ្ងាញ់ដែរគាត់អត់ចូលចិត្តប្រហុកទេគាត់ចូលចិត្តជាមួយនឹងទឹកត្រីដោយសារគាត់ធំធនប្រហុកនេះបានតែប្រហុកនេះឆ្ងាញ់បងជាមួយនឹងប្រហុកពួកខ្ញុំក៏ចូលចិត្តប្រហុកដែរបើសិនជាអ្នកទាំងអស់គ្នាអត់ចូលចិត្តប្រហុកទេមិនបង